ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះvừaត្រឡប់មកជួប admin សារជាថ្មីហើយថ្ងៃនេះផងដែរ admin ក៏មានសាច់រឿងមួយដែលទទួលបានពីបងសេចដេតណាហើយបងដេតគាត់មានអាយុដូចជា28ឯងបងប្អូនគាត់នៅក្មេងណាស់ណាហ្នឹងហើយអញ្ចឹងក៏បានចែកម្លែកបទពិសោធន៍របស់គាត់មួយផ្ទាល់តែម្ដងដោយគាត់បាននិយាយថាគាត់យកប្តីចំជាការប្តីរោគចិត្តបងប្អូនអញ្ចឹងដោយសារតែគាត់ហ្នឹងគឺបើសិនជាគាត់និយាយថាសភាពមនុស្សណាបងប្អូនអាចជាថាគាត់ធ្វើការចេះភាសាអីធម្មដូចមនុស្សដែលចេះដឹងអញ្ចឹងប៉ុន្តែអត់ដឹងមិនទេគាត់ថាក្នុងផ្ទះរបស់គាត់ណាឲ្យតែមានពីណាមកលេងផ្ទះឬក៏មិត្តភ័ក្តិរបស់បងសេដេតហ្នឹងស្រីៗអញ្ចឹងណាគឺមកលេងអញ្ចឹងគាត់តែងតែធ្វើទង្វើមួយអាចនិយាយថាឧទាហរណ៍ថាពេលដែលគេមុជទឹកអញ្ចឹងទៅអញ្ចឹងប្តីរបស់គាត់តែងតែធ្វើគេថាអើយណាការរោគចិត្តបងប្អូនអញ្ចឹងវាតែងតែទាំងបង្ហាញទាំងវើទាំងអស់ហ្នឹងទៅលើពួកគេទាំងអស់គ្នានៅក្នុងផ្ទះរបស់គាត់ឬក៏ក្នុងគ្រួសាររបស់គាត់អញ្ចឹងទៅហើយអ្វីដែលចម្លែកដែលគាត់ថាគាត់ចាប់បានធំបំផុតហ្នឹងគឺនៅពេលដែលគាត់ទៅនៅភ្នំពេញគឺនៅក្នុងបន្ទប់ជួលណាហើយគាត់មិននឹកស្មានថាមិត្តភក្តិស្រីរបស់គាត់ណាវាអាចនិយាយបានថាអឺជាមនុស្សដែលអាចจะរោគចិត្តដូចគ្នាអញ្ចឹងទៅវារកគ្នាណាហ្នឹងហើយ អញ្ចឹងបងប្អូនតាមដានស្ដាប់ទាំងអស់គ្នាសិនហើយព្រោះដោយសារសាច់រឿងមួយនេះខ្ញុំនិយាយវារៀងកាត់នៅខាងមុខក្បាលវីដេអូទៅបងប្អូនអាចនឹងពិបាករៀងយល់បន្តិចប៉ុន្តែបើសិនជាខ្ញុំនិយាយចូលសាច់រឿងតែម្ដងទៅបងប្អូនអាចនឹងងាយយល់ណាប៉ុន្តែមុននឹងចូលសាច់រឿងក៏សូមចិត្តពុកម៉ែបងប្អូនកុំភ្លេចជួយចុចសញ្ញាជាវសញ្ញាកណ្ដឹងប្អូនម្នាក់មួយផងណាហ្នឹងហើយតោះឥឡូវយើងកុំឲ្យខាត់ពេលរឿងរ៉ាវមួយនេះគឺខ្ញុំបានពីបងស្រីដេត បងសេដេតក៏បាននិយាយថាការគាត់ស្គាល់ជាមួយប្តីរបស់គាត់ណាគឺធ្វើការនៅក្នុងស្ថាប័នមួយអញ្ចឹងបងប្អូនច្បាស់ជាដឹងហើយមែនទេគាត់ធ្វើការនៅស្ថាប័នមួយគឺសុទ្ធតែអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ណាអញ្ចឹងសុទ្ធតែអ្នកដែលអាចថាចេះដឹងចេះយល់ទៅ សុទ្ធតែអ្នកចេះដឹងអញ្ចឹងគាត់ធ្វើការនៅភ្នំពេញអស់រយៈពេលប្រហែលជាជិត1ឆ្នាំជិត1ឆ្នាំហ្នឹងគឺគាត់ក៏បានស្គាល់នៅបុរសម្នាក់ហ្នឹងគឺត្រូវជាប្តីរបស់គាត់ហ្នឹងណាគឺឈ្មោះបងធីអញ្ចឹងបងធីនេះគាត់ជាធ្វើការអាចនិយាយថាតំណែងរបស់គាត់ហ្នឹងគឺធំដែរឬក៏ការប្រធានក្រុមមួយអញ្ចឹងណាអញ្ចឹងគេអាចថាមេម្ដងទៅបងប្អូនណាអញ្ចឹងពេលដែលគាត់ស្គាល់អញ្ចឹងតំណែងរបស់គាត់ក្នុងរយៈពេល8ខែ8ខែគាត់បានតាក់ទងជាមួយនឹងសង្សារក្នុងនាមជាសង្សារណា អញ្ចឹងគាត់តែងតែតាណាមកណាគាត់បារម្ភណាបងប្អូនបងធីបារម្ភទៅលើបងស្រីហេតបងដេតមិនមែនបងស្រីដេតហ្នឹងគឺគាត់ថាគាត់ជាមនុស្សដែលចូលចិត្តដើរលេងច្រើនដែរកាលក្នុងឆ្នាំ2018ហ្នឹងគាត់ដើរលេងច្រើនអញ្ចឹងគាត់តាក់ទងគ្នាហ្នឹងគឺគេថាបានសង្សាររបស់គាត់ណាចេះតែបារម្ភមកគាត់ហើយសួរសុខទុក្ខគាត់បារម្ភគាត់ណានិយាយទៅមិនថាស្រឡាញ់ទេបងប្អូនហើយស្រឡាញ់គឺលក្ខណៈបារម្ភតាណាបងណាសួររហូតបងប្អូន លេខគេហៅ take care អញ្ចឹងទៅអញ្ចឹងតតែពេលគាត់ឃើញគេថាឲ្យទំនុកចិត្តរបស់គាត់អាចមើលទៅដូចជាគេថាផ្ញើនឹងដំណើរជីវិតរបស់មនុស្សយើងបានណាអញ្ចឹងគាត់ក៏សម្រេចចិត្តថាឲ្យបងផុសធីហ្នឹងគឺចូលទៅដឹងគាត់ទៅដោយសារតែអីគឺធម្មតាទេបងប្អូនយើងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងតែងតែគោរពទៅលើទំនៀមទម្លាប់ណាចូលតាមច្បាប់ទៅ ប្រពៃណីខ្មែរយើងមានថាគាត់ឲ្យចូលទៅដឹងចូលអីទៅឬក៏គេថាភ្ជាប់ពាក្យអីចឹងណាទោះបីយើងមិនទាន់បានការក៏អាចនិយាយបានថាជាយើងមានខាន់ស្នាត្រឹមត្រូវដែរព្រោះដោយសារយើងអាសាតាណាមកណាទៅមួយគ្នាអីចឹងទៅអញ្ចឹងពេលហ្នឹងបងសេដេតគាត់ក៏និយាយប្រាប់បងធីពេលហ្នឹងហើយពេលហ្នឹងគាត់ក៏មិនថាអីដែរគាត់គាត់ថាចាំមើលចង់នាំម្នាក់ឯងទៅលេងផ្ទះគាត់សិន ពេលដែលគាត់ទៅលេងផ្ទះគាត់ហ្នឹងបងប្អូនគាត់ស្គាល់ក្នុងនាមជាសង្សារក៏ពិតមែនប៉ុន្តែមិនមែនបានន័យថាគាត់ហ្នឹងគឺដើរខុសកន្លងតាមប្រពៃណីខ្មែរយ៉ាងទេបងប្អូនទៅលេងស្រុករបស់គាត់ណាហើយស្រុករបស់គាត់គឺខេត្តកណ្ដាលគឺនៅម្ដុំគេហៅថាលវីអែមអីចឹងណាលវីអែមចឹងបងប្អូននេះខ្ញុំមិនដឹងលវីអែមឬក៏អីនេះគាត់សរសេរមកខ្ញុំអត់ស្អីច្បាស់ដែរក្នុងចំណុចមួយហ្នឹងណាអញ្ចឹងគាត់ទៅហ្នឹងគឺទៅលេងនៅផ្ទះបងផុសធីហ្នឹងហើយ បានរយៈពេលដូចជា2យប់ដែរ
ចឹងតរពេលអាយុទី2ហ្នឹងបងប្អូនដឹងមិនទេថ្ងៃហ្នឹងគឺគាត់បានប្រាប់ថាអូនឯងគេងទៅគេងបន្ទប់ហ្នឹងមួយមួយបងស្រីរបស់គាត់ណាបងប្អូនបងស្រីរបស់គាត់ប៉ុន្តែបងស្រីរបស់គាត់ហ្នឹងគឺគេថាពូម៉ាយទេហើយពូម៉ាយអត់មានកូនទេគាត់នៅសម្រាប់ហ្នឹងណាចឹងគាត់ឲ្យបងស្រីដេតគឺសម្រាប់មួយគាត់ទៅតរពេលដែលសម្រាប់អញ្ចឹងបងប្អូនដឹងមិនទេពេលហ្នឹងគឺដោយសារតែគាត់ចូលទៅវាដូចចូលអស់មួយសន្ទុះហើយបងប្រុសធីនឹងគាត់ក៏បានចេញពីបន្ទប់របស់គាត់ទៅបាត់យូរដែរប៉ុន្តែគាត់នឹកស្មានថាពេលហ្នឹងគឺបើកទ្វារក្រាកមកខាងក្រៅណាព្រោះដោយសារតែគាត់យកភ្លេចអាហ្នឹងភ្លេចឆ្នាំងសាកបងប្អូនឆ្នាំងសាកហើយនឹងអាដង selfie កាមេរ៉ាពេលហ្នឹងគាត់ថាភ្លេចនៅខាងមុខបន្ទប់អញ្ចឹងក៏នឹកឃើញថាវាមិនឆ្ងាយពីបន្ទប់ទេក៏ចង់បើកទ្វារបន្ទប់មើលទៅពេលដែលគាត់បើកទ្វារក្រាកទៅទាំងអាក្នុងបន្ទប់ហ្នឹងគឺមានបងស្រីរបស់គាត់ហើយនឹងគាត់នឹងបងស្រីដេតគាត់បានឃើញបងប្រុសធីហ្នឹងគាត់បានអោនមើលតាមប្រឡោះគេហៅថាប្រឡោះឈើមួយណាយើងមិនដឹងថាបងធីគាត់បារម្ភពីគាត់ឬក៏មិនទេហើយបងធីគាត់ថាចេញមកក្រៅទៅអីភ្ញាក់ហ្នឹងគឺមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងមែនតើពេលហ្នឹងណាឈឺកពេលអង្គរសាឈឺកតបាតកាត់ទឹកច្រើនតិចតោះដល់ពេលដែលគាត់ឃើញ map ហ្នឹងបងស្រីដេតគាត់ក៏នឹកឃើញថាអត់អីបងឲ្យគេទៅគេចុះអូនចុះគេជាមួយបងស្រីហើយពេលហ្នឹងក៏គេធម្មតាដូចជាគេឯងហ្នឹងតែប៉ុន្តែនៅពេលដែលស្អែកឡើងគាត់ត្រូវឡើងមកបំពេញវិញមកធ្វើការណាហើយគាត់ក៏នាំពាក្យនាំសម្ដីហ្នឹងគាត់ថាឪពុកម្ដាយគាត់អូខេហើយអញ្ចឹងមានន័យថាគាត់សម្រាប់អាចចូលទៅដឹងបានហើយមែនទេមានតែចូលទៅដឹងទៅតាមប្រពៃណីហើយជាធម្មតាទេបងប្អូនពេលដែលមុនចូលទៅដឹងគេតែងតែស៊ើបថ្លៃបណ្ដាការហើយមែនទេអញ្ចឹងគាត់ប្រាប់ថាអស់ហើយអញ្ចឹងមានថាគេចូលទៅគឺត្រូវតែម្ដងមិនបាច់ចាំតស៊ូម្ដងទៀតទេបើយើងមិនធ្វើអញ្ចឹងទេពេលដែលយើងចូលទៅដឹងទៅអត់លុយគ្រប់អត់អីគេហ្នឹងគឺពិបាកទៀតអញ្ចឹងវាទៅញ៉ៃអញ៉ៃពេលហ្នឹងទៀតឡើយអញ្ចឹងយើងនិយាយថ្លៃគ្នាឲ្យអស់និយាយថ្លៃគ្នាអស់ហើយគាត់ក៏ចូលទៅប៉ុន្តែពេលដែលចូលទៅហ្នឹងគឺខាងផុសបានន័យថាឪពុកម្ដាយបងប្រុសធីហ្នឹងគឺគាត់សុំពជា3ឆ្នាំហ៎ព្រោះដោយសារអីគឺគាត់ត្រូវការរកលុយអញ្ចឹងវាត្រូវការចំណាយពេលវេលាវែងដែរក្នុងឆ្នាំ2018គាត់ថាថ្លៃផ្ទះកាលហ្នឹងក៏ដូចជា5000អញ្ចឹងគាត់ថាសុំរយៈពេល3ឆ្នាំដើម្បីរកលុយហ្នឹងហើយដោយសារតែបងសេដេតគាត់ជាកូនអ្នកស្រែអ្នកចការណាគាត់ក៏មិនទៅបឋមឬក៏មិនបញ្ញាប់បញ្ញាល់ទៅណាដែរឲ្យថាយើងបានភ្ជាប់ពាក្យជាប់សម្ដីឲ្យទៅចាស់ទាំងលើទៅវាល្អភ្នែកអ្នកចិត្តខាងដែរអញ្ចឹងណាយើងទៅលេងផ្ទះទៅវិញមកទៅក៏ញឹកខាងចិត្តខាងក៏គេមិនសូវគេហៅសម្លក់សម្លឹងដែរអញ្ចឹងទៅប៉ុន្តែក្នុងរយៈពេលដែលគាត់រស់នៅបានរយៈពេលដូចជាភ្ជាប់ពាក្យហើយក៏ដឹងដូចជា4ខែ4ខែណាដោយសារតែពេលហ្នឹងគឺយើងគាត់ចង់និយាយគាត់មានក្តីសម័យមួយណាគាត់ចង់រកលុយទិញផ្ទះនៅភ្នំពេញអញ្ចឹងដោយសារតែចង់រកលុយនៅចង់ទិញផ្ទះនៅភ្នំពេញយើងទីមួយយើងត្រូវសេលុយដែរបងប្អូនបានន័យថាគាត់កាត់បន្ថយចំណាយអញ្ចឹងមានន័យថាគាត់មូបន្ទប់មួយទៅបន្ទប់មួយអញ្ចឹងទៅអញ្ចឹងបន្ទប់2មូទៅបន្ទប់មួយណាអញ្ចឹងវាអាចចំណេញថ្លៃបន្ទប់មួយមែនទេបងប្អូនអញ្ចឹងមានន័យថាពួកគាត់ទាំងពីរក៏បានរស់នៅបន្ទប់តែមួយទេអញ្ចឹងពេលដែលរស់នៅបន្ទប់តែមួយអញ្ចឹងដោយសារតែបងស្រីដេតគាត់ព្រឹកធ្វើការអញ្ចឹងយប់ឡើងគាត់លក់អនឡាញអញ្ចឹងគាត់ត្រូវការថតទៅការអញ្ចឹងហើយធម្មតាតែមានការងារហ្នឹងហើយជាពិសេសគឺស្រីគាត់តែមានមិត្តភ័ក្តិឯងដើម្បីគេថាអ្នកតំណងទីផ្សាររបស់គាត់ណាអញ្ចឹងគាត់តែងតែហៅមិត្តភក្តិរបស់គាត់មកលេងក្នុងបន្ទប់ឯងដើម្បីលក់ជួយអញ្ចឹងទៅហើយនៅពេលដែលជួយលក់អញ្ចឹងបងប្អូនដឹងមិនទេពេលដែលថ្ងៃមួយបងធីហ្នឹងគឺគាត់មិនដឹងមកពីណាទេលក្ខណៈគាត់ស្វឹងអញ្ចឹងណាគេថាលេបខាយជាមួយនឹងមិត្តភ័ក្តិបងស្រីដេតហ្នឹងដោយគេហៅថាមនុស្សមិនដែលស្គាល់នេះសោះណាគាត់ហ៊ាននិយាយពាក្យពេចន៍ដែលអាចថាគេមនុស្សសារភាពអញ្ចឹងទៅដូចមនុស្សដែលសារភាពស្រឡាញ់នរណាម្នាក់អីចឹងណាហើយពេលហ្នឹងគឺបងស្រីដេតគាត់មិនដឹងដែរទេតោះដល់ពេលអញ្ចឹងទៅគាត់ក៏និយាយបាន
một haiពីរថ្ងៃក្រោយក៏គាត់ដឹងថាហ្មងទេគាត់ចាប់អារម្មណ៍សង្សារបើគាត់ដូចលៀបថាមនុស្សផ្សេងគ្នាអញ្ចឹងវាប្រៀបដូចមនុស្សឈួតអញ្ចឹងគាត់និយាយគាត់និយាយអញ្ចឹងបងប្អូនគាត់ថាដូចប្រៀបដូចមនុស្សឈួតអញ្ចឹងហេតុអីបានគាត់ថាដូចមនុស្សឈួតអញ្ចឹងអាកាសធាតុរបស់គាត់ស្អាតបាតទេប៉ុន្តែដូចចរិតដូចផ្សេងឲ្យតែពេលដែលបងស្រីដេកគាត់ទៅងុចម្ដងងុយទឹកម្ដងណាបងគេថាដូចហើយពុទ្ធដឹងរបស់គាត់ហ្នឹងតែងតែព្យាយាមសុំគាត់ទៅហើយអ្វីដែលគាត់គេហៅថាពេលដែលគាត់ងូតទឹកអញ្ចឹងទៅបងប្រុសធីហ្នឹងគាត់តែងតែព្យាយាមឈរចាំនៅខាងមុខបន្ទប់ទឹកហើយមិនដឹងថាគាត់នៅផ្ទះបន្ទប់ជួលរបស់គាត់គឺបន្ទប់ឈើបងប្អូនមិនមែនជាបន្ទប់អីណាលក្ខណៈថ្មអីទេគឺឈើគេបាំងដោយឈើណាប៉ុន្តែកាលហ្នឹងឈើប្រភេទការពីជំនាន់មុនគឺឈើជញ្ជាំងល្អអញ្ចឹងទៅអញ្ចឹងគាត់តែងតែព្យាយាមលបមើលអញ្ចឹងទៅហើយគាត់មិនដឹងថាមានលបមើលហ្នឹងគឺបានន័យថាគាត់មានគោលបំណងអីទេគាត់ហ្នឹងណាអញ្ចឹងគាត់ថាប្រាប់ទៀតនៅតែដដែលអញ្ចឹងណាតរតែពេលឆ្ងល់ថ្ងៃហ្នឹងវារឿងថាក្នុងនាមគាត់ជាប្តីប្រពន្ធនឹងគ្នាហើយវាដូចមិនថាគេថាអង្គទៅខ្លាយទៅជាបាយណាអញ្ចឹងវាប្តីប្រពន្ធនឹងគ្នាហើយចុះថ្ងៃមួយបងប្អូនរឿងរ៉ាវដែលគាត់ថាឈឺចាប់បំផុតដែលគាត់និយាយមិនគេមិនដាក់ស្ដាប់គាត់ណាគឺជាថ្ងៃដែលបងស្រីដេតបានឯបងស្រីរបស់គាត់មួយទៀតណាអញ្ចឹងគាត់ថាគាត់ទៅតែមកពីកូរ៉េកាលហ្នឹងគាត់ទៅមកពីកូរ៉េណាហើយគាត់ក៏មិនដែលស្គាល់បងថ្លៃមកដែរព្រោះសារគាត់កាវភ្ជាប់ពាក្យគាត់អត់បានមកទេគាត់នៅកូរ៉េ6ឆ្នាំអស់អញ្ចឹងគាត់ទើបតែមកហើយនឹកឃើញថាបន្ទប់ជួលបងប្អូននៅភ្នំពេញមានអញ្ចឹងគាត់ក៏ចូលភ្នំពេញសម្រាប់នៅបន្ទប់បងស្រីដេតហ្នឹងគឺមួយថ្ងៃបងប្អូនហ្នឹងមិនហិចទេគឺទៅដីបងធីហ្នឹងដីបងដេតហ្នឹងគឺគាត់តែងតែព្យាយាមគេថាសម្លក់សម្លឹងមើលមុខបងថ្លៃរបស់គាត់ណាឬក៏បងស្រីដេតនេះហើយជាគេថាបើសិននិយាយចំគេថាបងថ្លៃបងប្អូនអត់ដឹងមិនទេរហូតដល់ថ្នាក់ម៉ោងបាយណាគឺបងប្រុសធីហ្នឹងគឺគាត់ហៅបងប្អូនគេថាហៅឡើងផ្លឹកណាលក្ខណៈថាដូចបងធីមើលអង្គុយមើលមុខបងស្រីបងដេតហ្នឹងរហូតលក្ខណៈឡើងផ្លឹកតែម្ដងអត់ដឹងមានគោលបំណងអីទេតតែពេលងូតទឹកក៏ដោយគាត់តែងតែព្យាយាមធ្វើទង្វើមួយហ្នឹងទៅលើបងថ្លៃរបស់គាត់អញ្ចឹងគាត់នៅតែមិនយល់ដោយសារតែឃើញថាពីមុនសង្សារគាត់មិនដែលឈួតអញ្ចឹងណាទៅពេលឥឡូវចេញឈួតចឹងគាត់ថាគាត់អត់យល់គាត់ក៏បាននាំសង្សាររបស់គាត់ទៅមន្ទីរពេទ្យនាំទៅមន្ទីរពេទ្យហ្នឹងគឺ ពេទ្យមានអីនិយាយចំទៅគាត់ថាឲ្យបងប្រុសហ្នឹងគឺគាត់ព្យាយាមកុំធ្វើការច្រើនសម្ភារឲ្យបានច្រើនដោយសារតែគាត់លក្ខណៈថា stress អីចឹងចាខ្ញុំក៏មិនដឹងដែរណាប៉ុន្តែថានិយាយស្ដីអីបើសិនជានិយាយគេថាមនុស្សដែល stress ណាគឺពេលចឹងមើលមិនសូវចេះមកច្រើនទេហើយក៏មិនសូវចត់ញែកហើយតែមានទីប្រជុំជនដែរប៉ុន្តែបងប្អូនខុសពីប្តីរបស់បងដេតហ្នឹងប្តីរបស់គាត់ដល់ពេលដែលគាត់នឹកឃើញថាប្តីរបស់គាត់ពិបាកចិត្តបាក់ទឹកចិត្តឬក៏គេថាមានជំងឺអីគេ depression មិនហ្នឹងបងប្អូន autism ហ្នឹងប៉ុន្តែមិន autism វាតាំងពីតូចគាត់ថាឲ្យជូនប្តីគាត់ដើរលេងតាមផ្សារទំនើបចុះទីគាត់ថានៅទៅតាមផ្សារទំនើបណាមួយអញ្ចឹងណាពីធម្មតាតែងតែជួបគេជួបឯងហ្នឹងមែនទេបងប្អូនជួបគេជួបឯងហើយប្តីរបស់គាត់មិនដឹងថាមិនចេះតែសម្លឹងសម្លក់មើលគេអត់ជប់អត់ឈរហ្មងនិយាយទៅលក្ខណៈថាដើរទៅមុនណាមកណាណាលក្ខណៈមើលគេឡើងផ្លឹកហ្មងរហូតដល់ថ្នាក់គេចង់ភ័យបងប្អូនដល់ថ្នាក់មើលគេចង់ភ័យហើយអឺរឿងរ៉ាវជាច្រើនទៀតនិយាយចំគឺឲ្យតាណាគេរៀងស្អាតអញ្ចឹងណាប្តីរបស់គាត់តែងតែមើលគេអត់ឈប់អត់ឈរទេហើយទោះបីជាគាត់នៅឈរជាមួយក៏ដោយហើយនៅពេលដែលគាត់សួរទៅគាត់ថាគាត់មើលធម្មតាតែហើយបានជាគាត់មានកំហុសរហូតអញ្ចឹងណារបៀបថាពេលដែលបងស្រីដេតគាត់និយាយទៅគាត់តែងតែថាគាត់នឹងបន្ទោសគាត់អញ្ចឹងទៅប៉ុន្តែអ្វីដែលជាក់ស្ដែងគឺពិតមែនវាទៅជាអញ្ចឹងមែនអាហ្នឹងបងប្អូនអាចជួយប្រាប់គាត់បានដែរខ្ញុំមិនដឹងថានិយាយសាច់រឿងមិនបើគាត់និយាយមកអញ្ចឹង
Nhưng sao mà chia sẻ ông bố là sao là say riêng mới nhưng mà nó thường chạy tham mấy bữa sinh con chạy bằng chân là hồn nữa hay nhưng trong hỏi bằng bố chui của mình bẹp bình ta anh ấy quát miên bằng hải về bữa sinh chị ông bố cái tháng mà hai chị quát mà nơi đây mình chặt đắng á hót đấy nè quát miên chọc tôi sẽ bắt sao sao ông lại tiệt hay quát ai chạy ba bộ phải ba để ông mình đã không dẹp bê tao mà năm thì quát tư chỉ mà được ba nắng á bông bột ai chui bẹp quát ba này ở nhôm co mình đang hát thử thơ mấy đấy ủa ra có chăng ở nhôm giấy chia say riêng vậy mà chứ nhôm dẹp chạy nhôm bột bữa sinh quát vậy tháp đây quát cứ chẳng là hồn đâu vậy đi cái hạt đấy cuốn là hồn chứ sao chẳng mẹ nói là ban đây ta admin sao chung qua thì bằng bồn cứ nhôm thọc hàng ngày nó có bắt tới nhôm ta ban phơ video thì hay có giờ tranh cho sao ta đa sai khả năng mà tên vì lẽ cái này chưa có giấy khả năng ở bàn vòng chẳng miền tại bản đăng tế tôi gọi bằng bồn chui của mình phép rồi có dương trai của mình lên chỉ bọt bị sọt mùi sầm mẹp mình đâu đây có chụp rồi có ai vậy nè phép bòn đang từng bữa bọt bị sọt đang năng cho nó tối chứ nữa nhưng cô ta cắt bọt thói rồi có thì xa nào mối đàm mấy ao dương thu sự bài bên dương cùng bọt thói luôn ao tao thằng nào đọc bài nắng á chân dương một lần thang quạt men chừng ngữ bà nhà ấy gọi chân một đăng hay nhưng còn đăng đây em chăm bong bồn ai truy phép quạt phong bờ sân chỉ bàn sân tháp nè của đời xa tại quạt trên nó cứ vi lệ cái nàng bạc nàng lẩu chân trong gọi gì cả này năng này chân ở con trai mình thấy bộ đại tài tại snap cho nên đấy hay các tộc ta chỉ video môi trai một lại bọt bị sao mẹp ở đây bọt bóng bong rồi bong sẽ đét trong play bằng bồn chân mình đấy chào bị cái ở con thì bằng bồn bye bye